ផ្លូវព្រះមនីវង្សដល់មុខត្រង់ដល់អាគារ42ជាន់ មើលទៅមុខគឺយ៉ាងគេខ្ពស់ច្រើន đi luôn là lại về nhóm chi đã stop nhóm bật sway là người player sẽ nổi bật từ cắt tam ở một quạt hàm tray năng một trong video trao tiết đòn playក្នុងរាជធានីភ្នំពេញណាទស្សនភាពយើងកំពុងចែកជូនបងប្អូនមើលកំសាន្តនៃពីការងារហើយបងប្អូនបើពេញចិត្តការធ្វើវីដេអូរបស់ admin ជួយ subscribe ជួយ comment ចង់បានទីតាំងណាទៀត comment ប្រាប់ក្រោមវីដេអូមកadmin នេះ admin នឹងធ្វើវីដេអូចែកជូនបងប្អូនទស្សនាទៀតចិត្តដល់ stop ហើយបងប្អូន stop តែមាន stop ហ្នឹងបងប្អូន stop បុកមួយទៀតបងប្អូនឃើញអាគីខ្ពស់ស្ដាំដៃពណ៌លឿងឯងមិនដល់ហ្នឹងហ្នឹងហើយបងប្អូនយើងចូលរួមក្នុងស្ដាប់ចរាចរណ៍របស់គ្នាស្រីនឹងក៏អត់មានមុខឲ្យបាំតូលឿនទៀតចូលរួមស្បាត់អស់គ្នាបងប្អូនយើងកុំឲ្យនៅពេលនគរបាលចរាចរណ៍គាត់អនុវត្តច្បាប់យើងខុសមែនតែយើងអត់ទទួលហើយយើងតែបង្កើតមួយពួកគាត់ក៏ធ្វើការខុសដែរបងប្អូនតែយើងចូលរួមទាំងអស់គ្នា42ជាន់ហ្នឹងលើបត់ឡើងទៅផ្លូវផ្សេងទៅវិញហ្នឹងបើយើងទៅត្រង់រហូតដល់ stop មួយបើយើងអត់បត់ស្ដាំអាហ្នឹងគឺផ្សារអូឡ িম্প ិកតែខ្ញុំបត់ស្ដាំឡើងមក stop អាងទឹកវិញ
អូនេះតែមកផ្នែកមួយនៃរាជធានីភ្នំពេញទេបងប្អូននៅច្រើនទៀតកន្លែងស្អាតក្នុងប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញយើងច្រើនណាស់នៅកន្លែងបាយ ABA ហ្នឹងកន្លែងមាន stop បើសិនតែយើងរៀងកោងឆ្វេងតិចចូលទៅផ្សារអូឡ িম্প ិកខ្ញុំកោងស្ដាំដែរបកទៅ stop អាងទឹកដល់ stop អាងទឹកហ្នឹងខ្ញុំបាត់ឆ្វេងឡើងមកផ្សារដំគោវិញឈ្មោះមកស្ទឹងជ័យវិញអាស្ដាំដែរអាគារខ្ពស់ជាប់ជាមួយនឹង start អូឡ িম্প ិកនៅផ្លូវចូលយើងចូលដល់ start អូឡ িম্প ិកចំណុចភូមិកីឡាដ្ឋានជាតិអូឡ িম্প ិកនេះដល់ stop បងនេះស្ដាំដៃអាងទឹកបងប្អូនឃើញទៅរត់បាត់ឆ្វេងនេះបារះរបស់ប៉ូលីសហ្នឹងគឺបារះអាជ្ញាធរគាត់បិទលេងឲ្យប្រជាពលរដ្ឋយើងអាជីវករយើងលក់អញ្ញៃលើដងផ្លូវហ្នឹងទៀតដោយសារអីដើម្បីឲ្យពួកគាត់ទៅលក់នៅផ្សារដំពូថ្មីហ្នឹងហើយបងប្អូនយើងអាជីវករយើងក៏ចូលរួមទាំងអស់គ្នាហ្នឹងគឺសុខភាពទីក្រុងយើងទេនេះរើស្ទះតិចឃើញថាnóមានលក់តែប្រហែលជាមកផ្ទះផ្ទាល់ខ្លួនរបស់គេព្រោះអីបើសិនជាលក់ញ៉ៃៗក៏អាជ្ញាធរគាត់អត់ឲ្យលក់ដែរកន្លែងហ្នឹងបងប្អូនកាលពីអាជ្ញាធរលោកអត់តន់រៀបចំគឺបងប្អូនអាជីវករយើងលក់ពេញហ្នឹងហ្មងបងប្អូនមិនអាចធ្វើដំណើរស្រួលចឹងទេតែឥឡូវការពេលរៀបចំហើយយើងស្រួលធ្វើដំណើរខាងស្ដាំដៃនេះគឺមហោស្រពចឹងបាទតែបើអត់ដឹងទេណាអត់ដឹងដែរគាត់តែតែមហោស្រពចឹងបាទគឺ stop ផ្សារដំគោឥឡូវយើងទៅត្រង់ទៅស្ទឹងជ័យផ្ទះវិញមកផ្ទះវិញហ្នឹង
ដល់ស្ពានអាកាសទិមជ័យកាសទិមជ័យស្ពានអាកាសហ្នឹងវាស្ទះតែអត់មានអត់ជិះត្រង់ទេអត់ជិះត្រង់តធំទេដោយសារស្ទះអត់ជិះលើផ្លូវនេះទេហើយវាជិះក្រោយវត្តស្ទឹងជ័យវិញទៅទៀតដល់ហើយទៅទៀតដល់ក្នុងអូស្ដាប់ដៃហ្នឹងគឺក្នុងទ្វារវត្តស្ទឹងជ័យហើយមានជិះផ្លូវក្នុងនឹងវិញសម្រាប់បងប្អូនអ្នកនៅស្ទឹងជ័យស្គាល់ទេបើថ្ងៃតែអេដមីនការមកធ្វើការនៅភ្នំពេញដំបងឲ្យតែចេញពីកន្លែងធ្វើការគឺអាងឹតដូចយប់អត់ដឹងផ្លូវណាទៅនៃជិះជាមួយមិត្តភ័ក្តិប្រហែលជាកន្លះឆ្នាំបងប្អូនបានអេដមីនស្គាល់ផ្លូវច្រើនតែច្រើនមិនមែនច្រើនណាស់ណាស្គាល់តែផ្លូវដែលជិះក្បែរកន្លែងធ្វើការទេមិនចេញឆ្ងាយទៅមុខភ័ក្តិជូនដល់នឹងគាត់ឲ្យចូលវត្តស្ទឹងជ័យមានជាវិធីរបស់នេះគឺអ្នកស្ទឹងជ័យគឺស្គាល់ច្បាស់តែប៉ុន្តែដោយសារតែផ្លូវធំផ្លូវមនីរ៉េតខាងលើហ្នឹងស្ទះពេកចឹងអាចមានអាជីពផ្លូវក្នុងវិញតែផ្លូវនេះថ្ងៃខ្លះក៏ស្ទះដូចគ្នាដែរបងប្អូនបើថាស្ទះជាងផ្លូវធំទៀតដោយសារផ្លូវទូចបើថាមានដឡានមួយឬក៏មានកន្លែងសាលាសិស្សចេញណាដល់ដឹងបងប្អូនអ្នកស្ទឹងជ័យបានមើលវីដេអូនេះជួយ comment ខាងក្រោមវីដេអូផងfan ផ្សេងទៀតដែលចង់បានវីដេអូកន្លែងកំសាន្តណា comment ខាងក្រោមវីដេអូកន្លែងណាអេដមីននឹងថតតែកុំឆ្ងាយពេកក្នុងរាជធានីភ្នំពេញថតជូនបានខាងក្រៅដល់ពេលវេលាទំនេរពីការងារអាចចេញថតជូនបានទស្សនាតែអត់មានបត់ឆ្វេងទេបត់ហ្នឹងគឺក្រោយផ្សារទឹកជ័យចាស់ហ្នឹងបងកាច់នេះគឺបត់ឆ្វេងនេះគឺជួយទៅផ្សារទឹកជ័យចាស់ខាងក្រោយបងតែមានបត់ត្រង់ហើយបត់ស្ដាំទៀត
ខ្លងបែកហ្នឹងខ្ញុំបត់ឆ្វេងមុខខ្ញុំបត់ស្ដាំវិញបាទសម្រាប់បងប្អូនដែលចូលចិត្តទស្សនាវីដេអូរបស់ admin ជួយ subscribe comment បងប្អូនចង់ឲ្យ admin ថតនៅកំណាត់ផ្លូវណា comment ខាងក្រោមវីដេអូបងប្អូនហើយកុំភ្លេចជួយ subscribe ដើម្បីបានវីដេអូថ្មីៗរហូតបងប្អូនadmin ជិត10ទេហើយក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ admin ដែរហ្នឹងហើយបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរបស់ admin មានអីទេមានតែប៉ុណ្ណឹងគឺទស្សនភាពលើដងផ្លូវហ្នឹងបងប្អូន